ថ្ងៃនេះធ្វើត្រីហើយមិនដឹងធ្វើអីក៏នឹកឃើញថាមានបន្លែនៅក្នុងច្បារគឺស្ពៃកញ្ញាញ់កំពុងតែរៀបចំថាបងកាត់ស្ពៃកញ្ញាញ់ឃើញអ៊ំនៅចិត្តផ្ទះគាត់យកផ្កាកំប្លោកមកលក់ក៏ទិញមកបាច់យកមកផ្សំគ្នាជាមួយស្ពៃកញ្ញាញ់ដែលមានតែ2 3គុំនឹងចំពោះស្ពៃកញ្ញាញ់ខ្ញុំអត់កាត់ទាំងដើមទេគឺខ្ញុំកាត់យកតែធៀងដើម្បីថ្ងៃក្រោយលាស់មកយើងអាចកាត់យកមកធ្វើជាអន្លក់ម្ដងទៀតដែលខ្លួនឯងទេពីសប្បាយចិត្តនៅពេលដែលបានប្រមូលផលម្ដងទោះមិនបានច្រើនណាស់ណាក៏ជាសមត្ថភាពដែលយើងបានដាំដោយខ្លួនឯងស្នាដៃដោយខ្លួនឯងរដងធ្លាប់តែយកលុយទៅផ្សារទិញរបស់ស្រាប់មួយបន្លែនៅផ្សារក៏មិនទៅល្អដែរព្រោះគេប្រើជីគីមីតាមខ្លួនឯងចេះប្រើតែជីធម្មជាតិជីលាមកអេចគោអញ្ចឹងទៅជីទឹកធ្វើដោយខ្លួនឯងមិនប៉ះពាល់ដល់សុខភាពចង់បានដំណាំធម្មជាតិហូបតើបងប្អូនអាសាហើយដាំបន្លែក៏រវល់ដែរបងប្អូនព្រលឹមឡើងនៅច្បារល្ងាចឡើងមើលថែគ្រប់ពេលវេលាបើអត់មើលថែទេក៏អត់បានហូបដែរហើយច្រើនតែមានគេនិយាយថាតើតដៃត្រជាក់បានដាំអីបានហូបតែខ្ញុំអត់គិតអញ្ចឹងទេតែត្រជាក់មិនត្រជាក់គឺស៊ីសងទៅលើបងប្អូនមើលថែអាសាដូចខ្ញុំអញ្ចឹងខ្ញុំមើលថែប្រកល្ងាចគ្រប់ពេលវេលាឲ្យតែពេលទំនេរគឺឆ្លៀតពេលមើលហើយនិយាយចំទៅចង់បានបន្លែហូបតទៅឧស្សាហ៍បើបងប្អូនមិនឧស្សាហ៍ទេគឺអត់បានហូបទេហើយឥឡូវចូលដល់វគ្គធ្វើម្ហូបយើងបន្តទៀតគឺឥឡូវមកកាត់ជីនាងវងហើយជីនាងវងហ្នឹងក៏ដាំបានច្រើនដែរដាំទៅនេះមួយដើមទៅនោះមួយដើមដាក់ដាំគ្រប់កន្លែងហើយឥឡូវនេះបន្លែខ្ញុំបានប្រមូលយកលាងទឹកស្អាតហើយក៏រៀបចំចាប់ដើមធ្វើទឹកគ្រឿងហ្នឹងគឺងាយស្រួលទេបងប្អូនគឺដំបូងឡើយបងប្អូនយកត្រីនឹងបុកឲ្យម៉ត់ចឹងទៅហើយទុកបន្លែហើយនេះគឺជាគ្រឿងទ្រាប់ខ្ទឹមសខ្ទឹមក្រហមខ្ញុំយកទៅលីងហើយខ្ញុំយកមកបុកឲ្យម៉ត់ចាចាប់ដើមបុកម៉ត់ហើយក៏រៀបចំធ្វើទឹកគ្រឿងតែម្ដងហើយទឹកគ្រឿងខ្ញុំនេះគឺខ្ញុំធ្វើហើយចាមានរសជាតិឈ្ងុយឆ្ងាញ់មែនតែនហើយវីដេអូខ្ញុំក៏អត់មានច្រើនដែរមានតែប៉ុណ្ណឹង